ពុកម៉ែបងប្អូនជាទីគោរពយើងងាកទៅមើលតាក់ទងជាមួយនឹងព័ត៌មានបច្ចេកវិទ្យាវិញម្ដងក្រុមហ៊ុន Honda ជួបវិបត្តិធំបន្ទាប់ពីវៀតណាមបង្ខំឲ្យប្តូរទៅម៉ូតូអគ្គិសនីលឿនពេកធ្វើឲ្យការលក់ម៉ូតូសាំងធ្លាក់ចុះក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនត្រួតត្រាទីផ្សារម៉ូតូដ៏ធំបំផុតនៅវៀតណាមកំពុងតែប្រឈមទៅនឹងការរង្គោះរង្គើខ្លាំងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងហាណូយចេញសេចក្តីណែនាំបង្ខំឲ្យមានការផ្លាស់ប្ដូរយ៉ាងលឿនទៅរកការប្រើប្រាស់យានយន្តអគ្គិសនី EV ដើម្បីដោះស្រាយបញ្ហាខ្យល់ពុលវិធានការថ្មីនេះរួមមានការហាមឃាត់មិនឲ្យម៉ូតូប្រើប្រេងឥន្ធនៈធ្វើចរាចរណ៍នៅកណ្ដាលទីក្រុងហាណូយនាពេលឆាប់ៗនេះហើយនឹងពង្រីកវិសាលភាពនៃការហាមឃាត់កាន់តែធំនៅឆ្នាំ2028នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី8ខែតុលាឆ្នាំ2025នេះការសម្រេចចិត្តយ៉ាងគំហុករបស់រដ្ឋាភិបាលនេះបានធ្វើឲ្យក្រុមហ៊ុន Honda និងក្រុមហ៊ុនផលិតម៉ូតូផ្សេងទៀតបានសម្ដែងការមិនពេញចិត្តនិងបានចេញនូវលិខិតតវ៉ាដោយអះអាងថាការផ្លាស់ប្ដូរនេះលឿនពេកជាលទ្ធផលត្រឹមតែមួយខែបន្ទាប់ពីការប្រកាសហាមឃាត់នេះការលក់ម៉ូតូរបស់ Honda នៅក្នុងខែសីហាបានធ្លាក់ចុះជិត 22% បើធៀបទៅនឹងខែកក្កដាគោលនយោបាយថ្មីនេះមិនត្រឹមតែគាំទ្រដល់ក្រុមហ៊ុននៅក្នុងស្រុក VinFast ប៉ុណ្ណោះទេថែមទាំងបានផ្លាស់ប្ដូរផ្នត់គំនិតអ្នកប្រើប្រាស់ទៀតផងបើយោងទៅតាមការស្ទង់មតិបានរកឃើញថាអ្នករស់នៅទីក្រុងធំៗប្រមាណ 54% បានបង្ហាញបំណងចង់ជ្រើសរើសម៉ូតូអគ្គិសនីសម្រាប់ការទិញលើកក្រោយដោយលើកហេតុផលថាដោយសារតែការជំរុញរបស់រដ្ឋាភិបាលគួរជម្រាបផងដែរថាបើទោះបីជា Honda បានត្រួតត្រាទីផ្សារវៀតណាមជាង 80% នៃការលក់ម៉ូតូសរុបកាលពីឆ្នាំមុនក៏ដោយនោះក៏អ្នកជំនាញទីផ្សារពីក្រុមហ៊ុន Asia Plus បានលើកឡើងថាការគាំទ្រគោលនយោបាយយ៉ាងឆាប់រហ័សនេះអាចជំរុញឲ្យទីផ្សារផ្លាស់ប្ដូរកាន់តែលឿនជាងអ្វីដែលក្រុមហ៊ុនផលិតម៉ូតូប្រពៃណីបានប៉ាន់ស្មានដូច្នេះហើយ Honda ត្រូវតែបង្កើននៅការផលិតនិងលក់ម៉ូតូអគ្គិសនីរបស់ខ្លួនឲ្យបានលឿនដើម្បីរក្សាជំហររបស់ខ្លួននៅក្នុងទីផ្សារម៉ូតូដ៏ធំរបស់វៀតណាមបើមិនដូច្នោះទេក្រុមហ៊ុនអាចនឹងបាត់បង់ចំណែកទីផ្សារយ៉ាងធំទៅឲ្យក្រុមហ៊ុនដែលឆ្លើយតបលឿនទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលវៀតណាមស្ដីពីយានយន្តអគ្គិសនីនេះផងដែរ